ពីកូនត្រីញោហើយវាអាចឈ្មោះវាមើលថែកូនវាឡើងស្ទុកឡើងហែលស្ទាត់បងប្អូនអាចមើលបាននេះនៅខាងលើខាងគៀននេះខ្ញុំដាក់កាមេរ៉ាឲ្យមើលនេះឃើញអត់វាហែលពេញនឹងឃើញបងប្អូនខ្ញុំត្រូវការអានេះខ្ញុំឲ្យអាចឈ្មោះនេះមើលថែកូនវារយៈពេលមួយអាទិត្យហើយនេះខ្ញុំត្រូវការដកអាចឈ្មោះចេញបំពន់ដាក់ចំណីវាទុកបង្កាត់ថ្ងៃក្រោយទៀតចឹងឥឡូវមកមើលសកម្មភាពថាត្រីហ្នឹងវាហែលស្ទាត់ហើយឬនៅឃើញអត់វាមើលថែគុណវាបានល្អមែនតើអត់មានងាប់អីមួយនៅបាតក្រោមក៏មានដែរមកឈីនេះក៏មានដែរនេះច្រើនឃើញអត់ហែលពេញហ្នឹងគៀនខ្ញុំនឹងដកឲ្យឈ្មោះចេញហើយយើងនឹងដកស្លឹកឆាត់ចេញដើម្បីកុំឲ្យស្លុកដើម្បីឲ្យកូនត្រីងាយស្រួលស៊ីចំណីយើងដកតានេះទេស្លឹកនេះទេសម្រាប់ស្មៅយើងអត់ដកទេយើងដកតាបៃហ៊ូខ្វាងនេះស្លឹកឆាត់យើងដកស្លឹកឆាត់ចេញទេចំបើងយើងទុកណាស់ដែរព្រោះចំបើងជាចំណីរបស់កូនត្រីទើបញាស់ចឹងណា